កាលពីវីដេអូមុនគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីការ update តាក់ទងជាមួយនឹងប្រព័ន្ធ autofocus ទៅលើ Blackmagic Cinema Camera 6K ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការ update តាក់ទងជាមួយនឹង firmware ដើម្បីទទួលបានតាក់ទងជាមួយនឹងប្រព័ន្ធ autofocus នៅលើ camera Blackmagic Cinema Camera 6K ជាដំបូងគឺយើងចូលទៅ Google Chrome បន្តមកទៀតយើង search តាក់ទងជាមួយនឹង Blackmagic Design website ហើយនេះគឺជា Blackmagic Design website បន្តមកទៀតយើងចូលទៅផ្នែក support នៅខាងលើហើយយើងអស់ចុះមកក្រោមយើង select យកតាក់ទងជាមួយនឹង professional camera ហើយអ្នកទាំងអស់គ្នានឹងឃើញតាក់ទងជាមួយនឹង latest download ដែលមាន Blackmagic Camera 9.5.3 អញ្ចឹងអ្នកទាំងអស់គ្នាអាច download បានទៅតាមប្រភេទនៃ computer របស់អ្នកទាំងអស់គ្នាបើខ្ញុំគឺខ្ញុំប្រើតាក់ទងជាមួយនឹង MacBook ត្រង់កន្លែងនេះគឺអ្នកទាំងអស់គ្នាចង់បំពេញក៏បានអ្នកទាំងអស់គ្នាអត់ចង់បំពេញក៏បានអាស្រ័យទៅលើអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបាន download រួចរាល់ហើយអញ្ចឹងគឺខ្ញុំអត់ត្រូវការ download ម្ដងទៀតទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ download ទេគឺអ្នកទាំងអស់គ្នាអាច download បានបន្តមកទៀតយើងទៅមើល file ដែលយើង download ហើយនេះគឺជា Blackmagic Camera Setup 9.5.3 អញ្ចឹងយើង double click មកយើង unzip រួចរាល់បន្តមកទៀតយើងចាប់ផ្ដើម install ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នា double click បន្តមកទៀតយើង install តាក់ទងជាមួយនឹង camera 9.5.3 បន្តមកទៀតយើងចុច continue មកយើង continue ទៀតយើង continue ទៀតបន្តមកទៀតយើង agree អូខេអញ្ចឹងយើង install អូខេឥឡូវគឺយើង install រួចរាល់ហើយអញ្ចឹងយើងចុច close វិញមកហើយយើង move to the task បន្តមកទៀតយើងចូលទៅ application យើងស្វែងរកតាក់ទងជាមួយនឹង Blackmagic Camera Setup បន្តមកទៀតយើងចុច double click អូខេ Blackmagic Camera Setup គឺបានចេញហើយប៉ុន្តែគឺអត់ទាន់ចេញតាក់ទងជាមួយនឹង camera model នោះទេអញ្ចឹងគឺទាមទារឲ្យអ្នកទាំងអស់គ្នា connect ជាមួយនឹងខ្សែ USB រវាង computer របស់អ្នកទាំងអស់គ្នាជាមួយនឹង camera អញ្ចឹងយើង connect តាក់ទងជាមួយនឹង USB មក camera យើងមកហើយនឹង USB មួយចំហៀងទៀតគឺយើង connect ទៅលើ computer របស់អ្នកទាំងអស់គ្នាបន្ទាប់ពី connect camera រួចអ្នកទាំងអស់គ្នាគួរតែឃើញតាក់ទងជាមួយនឹង camera model នៅលើ app ហើយអ្នកទាំងអស់គ្នាចុចសញ្ញានេះមួយមកអញ្ចឹងគឺវានឹងឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការ update អញ្ចឹងយើងចុច update មកបញ្ជាក់អ្នកទាំងអស់គ្នាដែរនៅពេលណាដែលយើង update តាក់ទងជាមួយនឹង firmware camera មិនថា camera Cinema 6K នេះទេឲ្យតែ camera ប្រភេទផ្សេងៗក៏ដោយគឺអ្នកទាំងអស់គ្នាមិនគួរធ្វើឲ្យខ្សែរបូតឬក៏ដកខ្សែចេញពី camera ឬក៏ computer ទេអូខេឥឡូវគឺយើង update រួចរាល់ហើយអញ្ចឹង software update របស់យើងក៏ update complete ដូចគ្នាអញ្ចឹងយើងចុច done មកបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញតាក់ទងជាមួយនឹង version ដែលអ្នកទាំងអស់គ្នាអាច update រួចគឺ version 9.5.2 ដើម្បីដឹងថាកាមេរ៉ារបស់យើងគឺស្ថិតនៅ firmware ចំនួនទីប្រមាណអញ្ចឹងយើងចូលមក menu មកបន្តមកទៀតអ្នកទាំងអស់គ្នាចូលមក set up ផ្នែកខាងលើហើយអ្នកទាំងអស់គ្នានឹងឃើញតាក់ទងជាមួយនឹង software គឺ 9.5.2 អញ្ចឹងដោយសារតែកាមេរ៉ាយើង update រួចអញ្ចឹងគឺវានឹងបង្ហាញលេខ 9.5.2 ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ download ទេអាចនឹងលេខក្រោមនឹងអញ្ចឹងទៅដោយសារមុនហ្នឹងគឺយើង download តាក់ទងជាមួយនឹង firmware 9.5.3 ប៉ុន្តែនៅពេលដែលយើង update រួចគឺយើងឃើញត្រឹមតែ 9.5.2 ហ្នឹងគឺដោយសារតែកាមេរ៉ានេះគឺ firmware update ដល់ត្រឹមតែ 9.5.2 តែប៉ុណ្ណោះហើយតាក់ទងជាមួយនឹង firmware ដែលយើង download នេះគឺមានកាមេរ៉ាផ្សេងទៀតដែល support ទៅលើ 9.5.3 អញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ខ្វល់ទេអ្នកទាំងអស់គ្នាគ្រាន់តែ download តាក់ទងជាមួយនឹង firmware ចុងក្រោយគេបង្អស់ទៅកាមេរ៉ាគឺនឹងចាប់យក firmware ខ្លួនឯងហើយនេះគឺជាការ update តាក់ទងជាមួយនឹង firmware របស់ camera Blackmagic Cinema Camera 6K ហើយកាមេរ៉ាផ្សេងៗក៏ update ដូចគ្នាដែរដូចជា Series Pocket ឬក៏កាមេរ៉ាដែល Series ខ្ពស់ជាងនឹងអញ្ចឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ